ពីអ្នកដើរលេងខ្លងវាខ្មោចម៉ោង12ថ្ងៃត្រង់ហើយមើលផ្លូវមកសំខាន់ទៅជាស្រាប់ហ្មងជារកកន្លែងជាគឺតាមផ្លូវខ្លងវានេះគឺមានព្រៃទៅមេឃភ្លៀងហើយលឺសលេងសត្វរៃហើយនឹងសត្វបាក់សាបាក់សីយំពេញតែព្រៃអត់ទេសភាពឲ្យបងប្អូនយើងមើលខ្លះព្រោះខ្លងវានេះងាយមានអ្នកមកស្គាល់ទេតាមពិតនេះខ្លងថាតែខ្លងវាខ្មោចដែលល្បីមានកុមារទេពដោះសក់រូបចម្លាក់ដោះសក់ដោះស្លែខ្លងហ្នឹងឯងប៉ុន្តែឥឡូវវាជាខែវស្សាដើមខែវស្សាចុងខែប្រាំងចេះវាអត់ទាន់មានស្លែដោះទេស្លែដោះតិចព្រោះអីខែនេះអត់សូវមានភ្លៀងព្រោះតែខែវស្សាចំទួហ្នឹងបានភ្លៀងរាល់ថ្ងៃទៅកក់ខែកក់ឆ្នាំកក់ខែអញ្ចឹងទៅវាសម្បូរទៅដោយទឹកភ្លៀងតើវាសើមថ្មរហូតពេលសើមថ្មរហូតទៅវានឹងមានស្លែដោះចេញជាសក់ចេញជារោមដូចមនុស្សបែបបិទចឹងបន្តិចទៀតទេទៅដល់ហើយទៅដល់កន្លែងរូបចម្លាក់កុមារទេពដោះសក់ល្បីកាលណាល្បី trending ល្បីខ្លាំងហើយពេលនេះពួកយើងជិះតែ2នាក់ទេ2នាក់ទេស្ងាត់ល្អណាស់ម៉ោង12ម៉ោង12ហើយត្រង់ជិះផ្លូវផ្សេងតែផ្លូវផ្សេងក្តៅពេកត្រង់ជិះផ្លូវខ្លងទ្វារខ្មោចនេះគឺស្ងាត់ល្អហើយទៀតហើយទៅភ្លៀងមកមេហើយយប់មិញទៅក៏កាន់តែត្រជាក់លើដើមតិចទៀតខ្ញុំឲ្យមើលអ្នកគ្នាឃើញសមាធិប្រសើរតិចទៀតទៅដល់ហើយប្រហែលជានោះមានមនុស្សមកដែរនោះព្រោះថ្ងៃម៉ោង12ចេះអត់សូវមានមនុស្សមកទេតែពេលខ្លះមានភេសត្វភេបណ្ដាកូនច្រើនណាស់ឆ្លងកាត់ផ្លូវនេះច្រើនប្រហែលជា10ទៅ15ក្បាលទាំងកូនទាំងមេច្រើនតែអ្នកមាននិស្ស័យបានឃើញអ្នកអត់មាននិស្ស័យងាយបានឃើញទេព្រោះអីវាខ្លាចមនុស្សដែរនៅចង្ងាយប្រហែលជា4-10ម៉ែត្រđóបានឃើញវាបានវាឲ្យចិត្តដល់ចិត្តពេកក៏ងាយបានជួបវាតែលួចថតក្នុងព្រៃហ្នឹងសត្វនឹងហៅថាសត្វភ័យតែឥឡូវរឿងបាត់ខ្លះហើយព្រោះអីខែណាខែប្រាំងវាអត់ទៅចេញមកទេអត់សូវមានទឹកក្នុងព្រៃដោយសារតែវាអត់ខ្លាចមនុស្សទៅវាចេះតែឆ្លងកាត់ផ្លូវផ្ដេកផ្ដាស់មើលទេសភាពវិញដៃស្ដាំដៃអីគឺថាព្រៃសុទ្ធជាក់ស្រាប់កម្មាទេពខែណាអត់ទាន់មានភ្លៀងគឺអត់ទាន់មានសក់ទេនេះរូបពិតគេអ្នកនរគ្នាបានឃើញរូបពិតហើយនេះកម្មាទេពអត់ទាន់មានសក់ទេដោយសារខែណាខែប្រាំងនេះកម្មាទេពខែណាកម្មាទេពដែរកម្មាធំនេះកម្មាទេពធំតើដែរ